ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនអំពីការ unboxing កាមេរ៉ាថ្មីរបស់ខ្ញុំដែលខ្ញុំទើបតែទិញតែវាមិនជារបស់ថ្មីវាជារបស់មកទឹកក៏ប៉ុន្តែមានអត្ថប្រយោជន៍ច្រើនសម្រាប់ខ្ញុំប្រើនៅពេលដែលយើងទៅដើរលេងឬក៏យើងជិះម៉ូតូឬក៏យើងដើរទៅកន្លែងណាក៏ដោយគឺយើងអាចថតបានមកសេរីហ្មងហើយចាំយើងយកមកកាត់តនៅពេលក្រោយដើម្បីផុសចូលក្នុង YouTube Channel របស់យើងហ្នឹងហើយអញ្ចឹងកាមេរ៉ារបស់យើងគឺជាប្រភេទDJI Osmo 360នេះអូខេអានេះគឺយើងទិញមកទឹកទេមិនមែនទិញថ្មីទេដោយសារខ្ញុំធ្លាប់ទិញ Osmo Pocket Series ថ្មីម្ដងហើយខាតច្រើនពេកអញ្ចឹងខ្ញុំក៏សម្រេចចិត្តលើកនេះខ្ញុំទិញ360នេះគឺខ្ញុំទិញមកទឹកម្ដងតែនៅ condition 99% ហើយយើងបានតម្លៃមួយថាសមរម្យជាមួយនឹង accessory ជាច្រើនដែល free ពីខាងហាងមកអញ្ចឹងយើងនឹង unboxing ទាំងអស់គ្នាហើយនៅtrongវីដេអូខ្ញុំនឹងប្រាប់បងប្អូនថាហេតុអីបានខ្ញុំអត់ទិញ Insta 360X5 ហើយខ្ញុំសម្រេចចិត្តទិញ Osmo 360នេះវិញអានេះជា generation ទី1ឥឡូវហ្នឹងគេចេញដល់ generation ទី2ឯងតែគ្រាន់តែទី2ឥឡូវហ្នឹងជាមួយនឹង X6 គឺដូចជាមានតែហាងមួយកន្លែងដែលគាត់ទឹកតែយកមកដល់ហើយអត់ទាន់មានអ្នកណាប្រើទេហ្នឹងហើយខ្ញុំក៏បានresearch មើលច្រើនដែរមុននឹងសម្រេចចិត្តទិញវាអញ្ចឹងយើងនឹង unbox វាទាំងអស់គ្នាហើយនៅវីដេអូក្រោយប្រហែលជាខ្ញុំមានវីដេអូក្នុងការដែលកាត់តលើកដំបូងនៃការប្រើប្រាស់លើកទី1របស់ខ្ញុំបបពិសោធន៍ដំបូងអញ្ចឹងយើង unboxing ទាំងអស់គ្នាតោះនៅក្នុងនោះមានអីគេខ្លះនៅស្រុកខ្មែរយើងដូចអត់សូវមានច្រើនដែរសម្រាប់Osmo 360នេះជួយយើងបើកមកគឺយើងមានឃើញប្រអប់2មាន Osmo 360និង accessory យើងមើលប្រអប់ accessory វាមុនអានេះទោះបីជាមកទឹកមែនតែមានគ្រឿងនៅពេញទាំងអស់អត់ខ្វះគ្រឿងទេអូខេមានប្រអប់វាអានេះset នេះគឺខ្ញុំទិញ full set មិនមែនទិញ standard set ទេ standard set គឺអត់មាន accessory ច្រើនទេសំខាន់គឺខ្ញុំឆ្លាញ់ដងសៀនរបស់វាជាមួយនឹង hub charger hub ហើយនឹងថ្ម3យើងបានថ្ម3បើយើងទិញក្រៅក៏អស់លុយច្រើនដែរអញ្ចឹងនៅក្នុងប្រអប់ accessory នេះគឺយើងទទួលបានអានេះគេហៅ case ការពារ lens ហ្នឹងហើយ case ការពារ lens ជាមួយនឹងអានេះគឺដូចជាសម្រាប់ឆក់បាតក្រោមឆក់គៀបមុំហើយនេះយើងមួលមួយ tripod ឬក៏មួលជាមួយនឹងដង selfie ចឹងទៅអូខេអានេះយើងបានជាមួយនឹងកាបូបដាក់ Osmo 360ហ្នឹងស៊ីនមួយsticker ជាមួយនឹងសៀវភៅណែនាំមួយចំនួនអានេះគឺរបស់ដ៏អត់ប្រយោជន៍ទីបំផុតនៅពេលខ្ញុំទិញតែចូលជា sticker ដើម្បីយកបិទអីអូខេនេះអានេះដែលសំខាន់ណាស់អញ្ចឹងហ្នឹងហើយដែលយើងត្រូវចាំបាច់ទិញហើយបើយើងទិញក្រៅគឺចំណាយលុយច្រើនជាងទៀតយើងមានថ្ម2នៅក្នុងនេះមួយទៀតនៅក្នុងម៉ាស៊ីនដោយសារវាជារបស់មកទឹកនេះអូខេ2មួយគ្រាប់វាមានចំនួន1950មីលីអាំពែអាចមកគ្រាប់ប្រើបានប្រហែលជា1ម៉ោងដែរអញ្ចឹងគ្រាន់បើមកយើងប្រើពេញមួយថ្ងៃអាចថា3ម៉ោងជាងឬក៏ជិត3ម៉ោងហ្នឹងយើងប្រើបានណាអូខេអញ្ចឹងអានេះអស់ហើយមានតែប៉ុណ្ណោះបន្ទាប់មកវិញទៀតគឺយើងទុកនេះទុកបើក unbox ពេលក្រោយម៉ាស៊ីនអានេះគឺដងសម្រាប់ដងនេះដងស៊ីនគឺវាមានប្រវែង1ម៉ែត្រ2ហើយវាមានវាយផ្លាក Osmo ហើយនេះគឺដាក់ដូចជាមានដាក់លេខនេះ1ម៉ែត្រ2អូខេបងប្អូនឃើញអានេះគឺយើងមួលនេះអាហ្នឹងគឺយើងមួលមួយនេះមួលចូលគ្នាហើយយើងអាច selfie អញ្ចឹងទៅកាន់ដងសៀនប្រើមុំជាងយើងទិញខាងក្រៅនេះចេញមក premium ហ្មងស្រួលប្រើអូខេនៅថ្មីអត់មានទាន់សក់កលាត់អីទេសឹងតែគេអត់ដែរប្រើសោះដងនេះអូខេអញ្ចឹងយើងទុក accessory នៅក្នុងប្រអប់នេះវិញសិនចូលមកដល់ម៉ាស៊ីនរបស់កាមេរ៉ាហ្មង Osmo 360អូខេអត់សូវ focus អូខេនេះអូខេបើកមកយើងឃើញមានម៉ាស៊ីននៅក្នុងប្រអប់ហ្នឹងទូចស្អាតទូចជាង Insta 360X5
ទម្ងន់ស្រាលជាងអានេះយើងមានហ៊ុនសាកថ្មហ៊ុនដាក់ថ្មច្រឡំសាកថ្មយើងទាញអានេះមកយើងស្កត់ចុះក្រោមទៅគឺយើងនេះកន្លែងដាក់ថ្មហើយនឹងslot memory គឺនៅកន្លែងនេះ slot memory គឺនៅជាមួយគ្នាជាមួយនឹងហ៊ុនសាកថ្មហ្នឹងហើយខាងនេះគឺយើងទទួលបានជាមួយនឹងកន្លែងសាកថ្មឬក៏កន្លែងយើងអាចយករូបភាពយកអីគឺយើងអាចយកពី type C នៅនេះបានដោយ type C អត់សង្ឃើញគេហ្នឹងហើយអូខេអញ្ចឹង set របស់វាគឺមានប៉ុណ្ណឹងបើយើងទិញ set ថ្មីក៏ដូចគ្នាដែរមានតែប៉ុណ្ណឹងតែអ្វីដែលសំខាន់គឺ accessory ដែលខ្ញុំទទួលបានខាងក្រៅនៅពេលដែលយើងទិញមកទឹកហើយហាងគាត់លក់តម្លៃល្អឲ្យខ្ញុំគាត់បាន free របស់ច្រើនទី1គឺយើងទទួលបានឡានការពារអានេះរបស់សំខាន់ជៀសវាងការធ្លាក់អីគឺឆ្កទៅដល់ screen landscape របស់វាគឺយើងអាចដាក់នេះការពារបានអូខេអានេះមួយទៀតគឺយើងទទួលបានអានេះគឺដែកចាប់ដៃម៉ូតូប្រភេទពួកម៉ូតូដូច Zoomer ដូច PG1 ឬក៏ដូច Honda CT គឺអាចចាប់ពួកដៃនេះបាននៅកន្លែងដៃឬក៏នៅកាងធុងក្រោយហ្នឹងហើយយើងមួលមកយើងកាច់បានតែគ្រាន់វាខ្លីវាបានវែងវាបានប្រហែលមកទឹកហ្នឹងហើយបើយើងចង់ដាក់វែងយើងអាចមួលភ្ជាប់ជាមួយនឹងដងតែដងអាចនឹងទន់អញ្ចឹងយើងមានប្រភេទមួយយើងទិញខាងក្រៅអាចចាប់ហ្នឹងគឺ2ហ្មងអញ្ចឹងចាប់ដែកម៉ូតូហើយយើងគ្រីបជាមួយនឹងដងហ្នឹងបានពីកន្លែងដែរអញ្ចឹងមុំជាងហ្នឹងហើយវាអត់ញ័រខ្លាំងទេតែនឹងអាចប្រើបានចាប់ជាមួយនឹងដៃម៉ូតូមួយទៀតអានេះខ្សែសាក Type C ហើយនឹងអានេះគឺគេហៅ easy release វាងាយស្រួលជាងរបស់ original វាមិញហើយនេះយើងអាចគៀបជាមួយនឹងប្រភេទប្រើមួយពួក GoPro បានអានេះយើងអាចដាក់ចូល tripod បានមានហ៊ុនខ្ចៅហើយអានេះគឺឆក់ជាប់ជាមួយនឹងបាតរបស់Osmo B6 របស់យើងអូខេខ្ញុំទទួលបាន accessory free ប៉ុណ្ណឹងអញ្ចឹងគិតថាគ្រប់គ្រាន់សម្រាប់ខ្ញុំប្រើការសម្រាប់ដំបូងវានឹងទិញគ្រឿង accessory បន្ថែមទៀតបើសិនជាខ្វះខាតហើយយើងមានតម្រូវការពេលក្រោយទៀតដើម្បីដាក់ម៉ូតូឬក៏ដាក់ឡានអីចឹងទៅដាក់ចាប់ពីក្រោយឡាននៅកញ្ចក់អីចឹងទៅយើងអាចកំងពីតៅប៉ៅបានព្រោះនៅក្នុងតៅប៉ៅមិនថា Insta B6 មិនថា Osmo B6 គឺមានគ្រប់ប្រភេទអស់ហើយកំងរយៈពេលតែមួយអាទិត្យទៅ10ថ្ងៃឯងអត់ដល់10ថ្ងៃផង8 9ថ្ងៃគឺមកដល់ហើយបានបើមិនZTO ទេក៏ CE ដែរហើយលឿនគឺយើង pay direct តាមរយៈ app តៅប៉ៅគឺវា direct មកដល់ location របស់យើងភ្លាមហ្មងអត់មានធ្វើការចំណាយលុយឬក៏ពិបាកក្នុងការដឹងជូននេះទេអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណាអញ្ចឹងជួបគ្នាទៅវីដេអូក្រោយទៀតនៅពេលដែលខ្ញុំបានប្រើប្រាស់វាមួយរយៈមកហើយជាមួយនឹងវីដេអូដែលខ្ញុំត្រាវលេងដែលថតជាមួយនឹង Osmo B6 នេះហើយសម្រាប់ podcast series របស់ខ្ញុំប្រហែលជាអត់សូវប្រើវាអាចថា function នៃការប្រើប្រាស់គ្រប់គ្នាតែពេលខ្លះគឺយើងអាចប្រើតែ B6 នេះមួយក៏បានព្រោះ B6 នេះអាចថតវីដេអូ single mode ក៏បានប្រើ B6 ក៏បានប្រើប្រភេទពួកថតរូបស្លឹកតែប្រភេទពួក B6 ក៏បានស្លឹកធម្មតាក៏បានដែរវាបានច្រើនតែសម្រាប់ stabilizer គឺវាចាញ់ pocket series ដែលប្រភេទពួក gimbal អូខេបញ្ហាដែលខ្ញុំសម្រេចចិត្តទិញ Osmo B6 ខ្ញុំបានប្រៀបធៀបច្រើនរវាងវាជាមួយនឹង X5 អាចថាមនុស្សភាគច្រើនគឺស្គាល់ហើយវាកើតយូរហើយ Osmo B6 គឺទើបតែបង្កើតទេនេះ version ទី1ដែលវា compete ជាមួយនឹង Insta B6 ហ្នឹងអញ្ចឹងខ្ញុំក៏សម្រេចចិត្តទិញវាដោយសារទៅលើ spec របស់វាគឺខ្លាំងជាងកាមេរ៉ាវាមានរហូតដល់120 megapixel ហើយសម្រាប់ night mode គឺវាថតបានភ្លឺនិងច្បាស់ជាងហើយអ្វីដែលវាចាញ់គឺវាចាញ់ទៅលើជម្រៅទឹកដូចជានេះបានត្រឹមតែ10ម៉ែត្រទេដៃវិញហើយបើ Insta B6 X5 ដូចជាបានរហូតដល់5-10ម៉ែត្រហើយជាមួយនឹង LED អានេះ replace LED អត់បានទេនៅពេលបែកតែបើ X5 គឺយើងអាចដូរ LED បានមួលនៅលើនឹងដោយយ៉ាងម៉េចដោះម៉ាស៊ីនហ្មងអញ្ចឹងស្រួលអានេះវាស្រដៀង X4 គឺដូរ LED អាកាសដូចគ្នាតែឥឡូវហ្នឹងទៅដល់ B6 Osmo នេះ version ទី2 generation 2
គឺដូរ LAN បានដូចជាមួយនឹងX5 អញ្ចឹងតែគ្រាន់ថាgeneration 2ជាមួយ X6 ឥឡូវគឺថ្លៃមែនតើហើយអត់ទាន់សម្បូរនៅក្នុងស្រុកខ្មែរទេហាងក៏អត់ទាន់មានយកមកលក់ដែរហើយសម្រាប់ចិត្តមួយទៀតចុងក្រោយតែទិញអានេះគឺទោះបីថ្មីក៏វាធូរជាង X5 ដែរអញ្ចឹងបើតាក់បងឯងគាត់យល់គឺវាគ្រាន់បើធូរច្រើនហើយ condition វា quality វាផាក់ផាយជាមួយ X5 អាចកន្លែងខ្លះខ្លាំងជាងមកអាច compare គ្នាបានរវាង X5 និង B6 នេះអញ្ចឹងសម្រាប់ខ្ញុំជា beginner ខ្ញុំអត់ត្រូវការថ្លៃពេកក៏បានដែរហើយណាមួយ Insta B6 គេប្រើច្រើនដែរអញ្ចឹងខ្ញុំចង់សាកប្រើនេះហើយណាមួយទៀត eco friendly គឺខ្ញុំមាន DJI Osmo Pocket Series មួយហើយអញ្ចឹងខ្ញុំប្រើ app តែមួយវិញឯងអាច connect បានពី device ហ្នឹងនៅពេលដដែលលេងអត់ពិបាកញ៉ៃច្រើនអញ្ចឹងអូខេវីដេអូយើងចប់តែប៉ុណ្ណឹងអរគុណសម្រាប់ការតាមដានទស្សនានិងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ